តោះសរសេរអ្នកនរគ្នាធ្វើត្រឡប់មកជួបខ្ញុំម្ដងទៀតយើងមើលខាងឆេងមាសទិសដៅមាសប្រចាំឆមាសទី1ដែលយុគមិញមានព័ត៌មានអត្រាការប្រាក់អញ្ចឹងសម្រាប់បច្ចុប្បន្នយើងព្យាយាមមើលទិសដៅមាសតាមលំហូរទីផ្សារបច្ចុប្បន្នដែលកំពុងស្ថិតនៅបានន័យថានៅពេលដែលយើង trade យើងតែងតែរក support resistance តាមបច្ចេកទេស trade នីមួយៗហើយអញ្ចឹងថ្ងៃនេះយើងមើលអំពី price action នេះយើងលើមុនយើង analyze ទំនោរទិសដៅរហូតដល់ទៀនមួយឆ្នាំមែនទេឥឡូវយើងឃើញទៀនមួយឆ្នាំនេះទំនោរ bearish នេះប៉ុន្តែអត់ទាន់បិទអញ្ចឹងបើទៀននឹងអត់ទាន់បិទមានឱកាសធ្លាក់មក bearish កាន់តែខ្លាំងក៏បានបិទនៅនឹងជាដូជីក៏បានឡើងទៅខៀវក៏បានវាគឺជា probability ទៀនណាអញ្ចឹងដំណើរទីផ្សារតែប៉ុណ្្នឹងទេអញ្ចឹងអ្វីដែលយើងសង្ខេបបើសិនជាទៀនមួយឆ្នាំអាចបិទទៀនក៏ហមនៅម្ដុំហ្នឹង MA 510 លោឬក៏ថាម្ដុំហ្នឹងចោះថាបិទអញ្ចឹងចោះចោលវិកអញ្ចឹងចោះអញ្ចឹងទៀនបន្ទាប់ទៀនឆ្នាំ2027កើតឡើងទៅវានឹងបុកទៅខៀវសិនម្នាក់ម្ដុំហ្នឹងឯងគឺការ retest អញ្ចឹងតម្លៃ retest តើទៀនថ្មីកើតឡើងទើបយើងអាចដឹងថាវា retest នៅតម្លៃណាបន្តមកទៀតទៀនឆ្នាំ2027ហ្នឹងគឺអាចនឹងកន្លាប់មកដល់នេះចេញពណ៌ក្រហមវិញណាចេញពណ៌ក្រហមវិញសល់តែសាដូទេសល់សាដូនៅតំបន់លើនេះគេហៅថា retestment អញ្ចឹងតម្លៃសាដូដែលឡើងទៅ retest ហ្នឹងឯងអញ្ចឹងដល់ពេលដែលមានតម្លៃសាដូឡើងទៅ retest បែបហ្នឹងយើងមានឱកាសក្នុងការព្រោះកន្លែង buy sell ជាមួយទៀនដែលយើងថិតនៅដែលយើងរកឱកាសសម្រាប់ការ pull back sell re-entry buy អីចឹងណាអញ្ចឹងតម្លៃហ្នឹងគឺយើង estimate អញ្ចឹងយើងវាស់មកតម្លៃទៀនមួយឆ្នាំសម្រាប់តម្លៃដែលចុះទៅតម្លៃទី1ចុះមក retest តម្លៃ$3,154ក្នុងមួយអនអញ្ចឹងតម្លៃហ្នឹងកើតឡើងល្បាក់ចុងឆ្នាំហើយតម្លៃទី2នេះ$2,768ក្នុងមួយអនអានេះរបៀបដែលយើង analyze តាមកម្លាំង candlestick moving average លេខ50 moving average លេខ5 10 high 5 10 low ហើយនឹង Bollinger Band ណាប៉ុន្តែបើសិនយើងរៀនអំពី technical អំពីទៀនការអានទៀនយើងនឹងគូសsupport ទៀនឆ្នាំចាស់ resistance ទៀនឆ្នាំថ្មីនៅតំបន់នេះចាំមើលតើទៀននឹងចុះមក retestment នៃតម្លៃប្រមាណភាគរយនៃតម្លៃទៀនឆ្នាំចាស់មានអត់អញ្ចឹងយើងអាចវាស់ពីតម្លៃសាដូនេះទៅលើក៏បានដែរទៅដល់កម្ពស់ដែលកំពុងស្ថិតនៅនេះកម្ពស់ស្ថិតនៅតម្លៃ5,597អញ្ចឹងតម្លៃ golden ratio សម្រាប់មាសមានឱកាសធាក់ឡើងទៅវិញឬក៏ជាការ pull back យ៉ាងណាគឺ3,870អាហ្នឹងបើយើងវាស់អំពី swing នេះមក swing នេះអញ្ចឹងតម្លៃមួយទៀតនេះតម្លៃចុងក្រោយដែលយើងវាស់ឃើញហ៎តម្លៃបាត2,784ហើយតម្លៃចុង5,597អញ្ចឹងតម្លៃពីរហ្នឹងវាគ្រាន់តែជា swing ទេយើងគ្រាន់តែជា swing ទេប៉ុន្តែយើងអាច Fibo វាមាន Fibo retestment បានទៅការ pull back ឲ្យ buy ឲ្យ sell Fibo extension គឺការ drop ហើយ drop ទៀតទៅទៀតអញ្ចឹងណាឥឡូវយើងចាក់ Fibo ពីលើមកនេះយើងចាក់កម្លាំងទៀនណាជួយខ្ញុំចាក់ពីក្រោមសិនចឹងដឹងថាទៀន bullish នេះវាបាញ់ឡើងដល់ណាយើងអូសពីចុងទៀនហ្នឹងឡើងទៅលើយើងអូសមិនក៏បានដែរព្រោះវាជា swing ទេអាហ្នឹងនេះយើងបោះមកដល់ត្រឹមចុងទៀននេះមកអញ្ចឹងកម្លាំងទៀននេះការដែលឡើងទៅ price action ដែលឡើងទៅទី1ប៉ះ 27% ទី2ប៉ះ golden ratio 61.8 ដល់6.8 អីហ្នឹងអាហ្នឹងគេហៅ golden ratio ហើយអញ្ចឹងតម្លៃមាសដែលចង់ឡើងទៅដោយសារកម្លាំងបកគោលមួយនេះគឺ$5,742ក្នុងប៉ុន្តែឡើងដល់ហើយឡើងបានក្បែរណាឡើងបានក្បែរអញ្ចឹងឥឡូវយើងវាស់អំពីកម្លាំងសាដូដែលបុកចុះនេះតើចុះទៅណាមានអាហ្នឹងករណីយើង estimate តម្លៃជាមើល price action វិធីសាស្ត្រណាក៏យើង trade បានដែរសំខាន់វាជា skill ប៉ុណ្ណឹងយើងអត់យើងព្រមទទួលយកអត់អញ្ចឹងនេះយើងវាស់ពីលើមកក្រោមមកដល់ចុងសាដូនេះគេអូមកអញ្ចឹងបើសិនជាទៀនឆ្នាំនេះអាចបញ្ចប់តម្លៃត្រឹមតែ$4,040ក្នុងមួយអនអញ្ចឹងកម្លាំងមកទៀននេះអាចរុញទៀនថ្មីគ្រប់ពេលវេលាឲ្យធ្លាក់មកដល់ golden ratio នេះតំបន់ល្អ$3,062ក្នុងមួយអនហេតុអីបានមានតំបន់ golden ratio កើតឡើងដោយសារតម្លៃខ្លះអ្នក invest ធំអត់ចូលទេទោះឡើងក៏ឡើងទៅទោះចុះក៏ចុះទៅអត់ចូលទេដូចអ្នកទាំងអស់គ្នារងចាំទិញមាសគីឡូអញ្ចឹងណាមាសអត់ចុះដល់280អត់ទិញទេដោយសារអីលុយមាន280ខ្ជិលទិញឲ្យ300យើងចង់ចំណេញច្រើនដែរបើវាមិនមកទៅទុកលុយប្រើការវាមកទិញអូខេអាហ្នឹងប៉ុណ្ណឹងណាអាហ្នឹងខាប់យល់ណាអញ្ចឹងយើងអត់មើលអីច្រើនទេនៅក្នុងទៀនមួយឆ្នាំសម្រាប់ swing ទៀនមួយឆ្នាំបើសិនជាតម្លៃមួយនេះគឺជាតម្លៃ
ចុងក្រោយហើយតម្លៃនេះគឺជាតម្លៃចុងក្រោយមុនដែលផ្សារឡើងទៅយើងបោះពីក្រោមទៅលើអូខេឡើងមកដល់ចំណុចដើមមកអញ្ចឹងតម្លៃ 50% ដែលគេហៅ premium discount ហ្នឹងតម្លៃ Golden Ratio នេះ 3141 ហើយតម្លៃ 50% នៃ swing ដែលមួយឆ្នាំឡើងទៅហ្នឹងគឺ $3,600 ក្នុងមួយអនណាចន្លោះហ្នឹងឯងអញ្ចឹងបើយើងឃើញចន្លោះហ្នឹងបានន័យថាអ្នកដែលគាត់ទិញមាសក្នុងតម្លៃនេះមានឱកាសចំណេញ 100% ដើមទុននៃមាសគីឡូទៅមីទៅលើដោយសារតម្លៃមាសឡើងពីក្បាល16ឡើង16មកដល់នេះ 100% មកវាទៅជា 3,600 អញ្ចឹងទៅដល់នេះទៅវាទៅជា 7,200 អញ្ចឹងទៅ 6,200 អញ្ចឹងទៅអញ្ចឹងអានឹងគាត់ជាតម្លៃ Fibonacci ទេយើងនិយាយគ្នាយូរទីដោយសារវីដេអូនេះខ្ញុំទៅរាប់ចូល YouTube តើយើងមើល monthly ដូចខ្ញុំ analyze អញ្ចឹងណាខ្ញុំអត់ធ្វើអីច្រើននៅក្នុងទីផ្សារខ្ញុំគ្រាន់តែមើលតែទៀនខ្ញុំមើលទៀនខ្ញុំកាត់ទៀន trade ពាក្យកាត់ទៀន trade ទៀនថ្មីចូលឱកាសចូលបាយសាលអីទៀនឥឡូវយើងសង្កេតទៀនណាយើងរៀនមើលទាំងទៀនទាំងអស់គ្នាទៀននេះហេតុអីបានបើកផ្សារមកហើយវាក្រហមរហូតទៀននេះហេតុអីបានពេលវាបើកផ្សារមកហើយវាបិទ body ក្រោមតម្លៃទីផ្សារហ្នឹងគេយើងរៀនគិនតិចនេះគេទៀនគេវាបិទចឹងហ៎ឃើញថាទៀននេះអត់មានសារដូរទេកើតមកធ្លាក់ទៅហ្មងនេះទៀនមួយខែអញ្ចឹងបានន័យថាគ្រប់ម៉ោងគ្រប់ពេលវេលាដែលយើងកំពុង trade នេះរូបទៀនមួយដើមតំណាងឲ្យពេលវេលាមួយពេលវេលា1minutt ពេលវេលា5 minutt ដល់ monthly ចឹងទៅអញ្ចឹងបើសិនជាយើងស្មោះឱកាសក្នុងការ trade ជាមួយទៀនបិទបើកថ្មីដំបូងវាបង្កឲ្យយើងចំណេញ SL យើងទូចទេដោយសារអីទៀន bearish ឬក៏ bullish បើសិនជាទៀននឹងមាន confirm ហើយអស់ហើយទៀនខែថ្មីគឺទៅតែម្ដងអត់បាច់ផលិត big ផលិតសារដូរនាំទៅ CSL buy sell ទេហើយតំបន់ហ្នឹងក៏ជាតំបន់គ្រោះថ្នាក់ហើយក៏ជាតំបន់សុវត្ថិភាពដែរដោយសារអីតំបន់ទៀងដូរពណ៌នៅពេលដែលមានព្រឹត្តិការណ៍ទៀនធំដូរពណ៌វាតែងតែកវត្តខ្លាំងណាវាកវត្តភឹងលើភឹងក្រោមដើម្បីបដូរពណ៌ទៀនអញ្ចឹងអ្នកទាំងអស់គ្នាចេះឆ្ងល់ថាពេលខ្លះអត់មានព័ត៌មានអីកើតឡើងហេតុអីបានផ្សារបាញ់ខ្លាំងមែនក្នុង1នាទី2នាទី5នាទីនៅក្នុងហ្នឹងដោយសារវាស្ថិតនៅ key level មួយរបស់អាកទៀន time frame ធំហ្នឹងឯងនៅកន្លែងដែលតម្លៃបើកផ្សារអ្នកទាំងអស់គ្នាអាចសង្កេតមើលបាននៅពេលដែលទីផ្សារធ្វើដំណើរឆ្លងកាត់តំបន់បើកផ្សាររបស់ time frame ធំ monthly weekly បដូរ Q ក្រហម daily បដូរ Q ក្រហម time frame តូចតែងតែមាន compress បុកខ្លាំងដោយសារអីវាជា support resistance នៃអាធំវាជា price action នៃគេអាធំនៃ swing អាធំអញ្ចឹងវាប្រៀបដូចជាកន្លងកោចបរបស់ផែនដីជាមួយប្រច័នអញ្ចឹងយល់ហ្នឹងអញ្ចឹងនៅពេលដែលមានតំបន់ត្រួតស៊ីគ្នាណាកើតមួយឡើងវានឹងបង្កើតនៅព្រឹត្តិការណ៍មួយហៅថាច័ន្ទគ្រាសឬក៏សូរគ្រាសអីអញ្ចឹងព្រឹត្តិការណ៍ហ្នឹងគេចាប់អារម្មណ៍ច្រើនណាអញ្ចឹងអានៅកន្លែងនេះក៏គេចាប់អារម្មណ៍តែគេនៅពេលដែលផ្សារចាប់ផ្ដើមផ្ដោះដូរទំហំទីផ្សារទៀនណាអញ្ចឹងយើងវិភាគទិសដៅ monthly ទុកវិភាគទៅមិនអីអាហ្នឹងគឺតម្លៃ price action មាសពិភពលោកអីណានេះ monthly នៅសល់តម្លៃ level នេះមួយណាតែមិនខ្ញុំដៅទៅអត់ចេញតម្លៃទេសូមចាំបន្តិច price level នេះនៅក្នុងតម្លៃ $4,872 ក្នុងម៉ោងគឺតម្លៃ strong សម្រាប់ចិត្តថា monthly ឡើងទៀនហ្នឹងទៀនមួយឆ្នាំបិទ Q ឬបិទក្រហមខ្ញុំក៏និយាយទេណាតម្លៃដែលឡើងខ្ញុំគូព្រួយឲ្យ0ដែលឡើង0ហ្នឹងហើយ0ហ្នឹង1គោលដៅឡើងខ្ញុំគូឲ្យហើយ1 0ដែលឡើងមួយទៀតតម្លៃរបស់មួយ BB ណាហើយ0ដែលល្អសម្រាប់ខ្ញុំណាតំបន់ MA5 អាហ្នឹងយើងចាំណាអញ្ចឹងតំបន់នេះគឺយើងអាចរកឱកាសចូលបាយមាសបាននៅខែ12ឬក៏ខែ1បានយើងចាប់ផ្ដើមមើល0ហ្នឹងបើអត់យើងអត់ធ្វើទេដោយសារកើតខុសពេលវេលាព្រោះ0នេះគឺ0សំខាន់សម្រាប់ការដោះដូរ time frame ធំនៃ monthly អញ្ចឹងធំជាង monthly គឺមួយឆ្នាំអញ្ចឹងបើទៀនមួយឆ្នាំគឺខែ12ខែ1ទៅមើល0នេះតែបច្ចុប្បន្នក្នុងពីឥឡូវទៅដល់មុនដាច់ឆ្នាំយើងមាន02សម្រាប់បាយហើយនេះ0នេះសម្រាប់បាយចាំខែថ្មីសិនឲ្យវាដូរទៀនសិនព្រោះទៀន bearish អត់ទាន់បិទវាអាចចុះទៀតវាអាចឡាប់ទៅវិញយើងមើលតាមហ្នឹងប៉ុន្តែបើយើងចង់បាយជាមួយទៀនក្រហមបែបនេះពិបាកហើយវាអត់ឡើងទេវាធ្លាក់មកវិញអញ្ចឹងណានេះតម្លៃបាយមួយទៀតកន្លែងនេះហើយតម្លៃ drop មានកន្លែងហ្នឹងឯងកន្លែង drop គឺកន្លែងហ្នឹង0សម្រាប់វា drop វា sell អញ្ចឹងតម្លៃហ្នឹងបើសិនជាគ្មានទៀន bullish Q ណាមួយបិទខ្ពស់ជាងទេបានន័យថាវាអត់មានទៀនបុកពីនេះទៅបុកពីនេះទៅអញ្ចឹងទៅវាអាចបិទតម្លៃខ្ពស់ជាងអាហ្នឹងខ្ញុំដាក់ for ទៀនដូចឲ្យនេះវាអត់
អត់មានអាទៀនដែលបិទខ្ពស់ជាងអាហ្នឹងអញ្ចឹងណានេះវាអត់មានទៀនបូលីសណាមួយបិទខ្ពស់អញ្ចឹងណាវាអត់ទៅទេវាឡើងបានត្រឹមប៉ុណ្ណឹងទៀនបន្ទាប់វាធ្លាក់ហើយយើងរក confirm សារមកនេះទៀនបន្ទាប់អាចធ្លាក់ពីតម្លៃហ្នឹងយល់ទេបានន័យថាតម្លៃ3ដែលឡើងទៅទាំងលើហ្នឹងយើងអត់រកមួយនេះទេយើងរកតែតម្លៃមួយនេះតម្លៃនេះឡើងទៅក៏ដើម្បីចុះតម្លៃនេះឡើងទៅក៏ដើម្បីចុះហើយវាចុះមកអញ្ចឹងឯងចុះមកមួយនេះតែប៉ុណ្ណឹងអាហ្នឹងរបៀបដែលយើងមើលហើយអញ្ចឹងបានន័យថាបើសិនជាមានឡើងពីឥឡូវទៅបើមានឱកាសឡើងហើយប្រែកតំបន់នេះបាន pullback ចាំបាយនេះក៏អត់ទាន់យឺតពេលទេអាហ្នឹងវាឡើងពិតប្រាកដប៉ុន្តែបើវាឡើងទៅប៉ះទៅនឹងធ្លាក់យើងចាំបាយនៅនេះមកហើយបើវាឡើងទៅនឹងប៉ះធ្លាក់ម្ដងទៀតចាំបាយនៅនេះអូខេហើយណាអូខេហើយអញ្ចឹងសូនដែលចាំបាយខ្លីៗមានតែ2នេះទេតែអ្វីដែលល្អឱកាស sell គឺតំបន់នេះអញ្ចឹងតំបន់មួយហ្នឹងអាចត្រឡប់ម្ដងទៀតសម្រាប់ទឹកដៅមាសណាទឹកដៅមាសហើយទំនោរដែលmonthly ចុះគឺមានរូបភាពខ្ញុំគូឲ្យកុំឲ្យយើងច្រឡំអានេះខ្ញុំតំណាង SMA វា10 low ផងយើងវាចុះមកអញ្ចឹងវាចុះមករេក្រាអញ្ចឹងមកដល់ម្ដងនេះណាខ្សែពណ៌ក្រហមអញ្ចឹងបើ MA លេខ5 low វាស្ថិតនៅពីក្រោម MA ពណ៌លឿងនេះអញ្ចឹងបានន័យថាផ្សារ down trend ណាអញ្ចឹងក្នុងទៀន time frame ហ្នឹងក្នុងទៀន time frame ហ្នឹងយើងបដោតតាឱកាស sell បានហើយក្នុង time frame ដែលទៀនកំពុងស្ថិតនៅហ្នឹងបើសារយើងមើល time frame មួយណាយើងប្រកាសជា trade ទៀនមួយហ្នឹងយើងស្លេចទៅស្លេចមកហើយយើងឆេង trade ទៅមកយើងមើលទៅមកអញ្ចឹងណាកុំអោយមានអារម្មណ៍ថា trade ដល់ time frame នេះឲ្យបាយអានោះឲ្យ sell អាហ្នឹងដោយសារយើងអត់ទាន់ survey ទៀនបានដាច់យើង survey ទៀនឲ្យបានដាច់ទៅយើងយល់ហើយធម្មតានៅក្នុងមេរៀនទ្រឹស្ដីគេនិយាយដល់រហូតទេមែនអត់គេថាលោក Albert Einstein មិននិយាយថាបើសិនជាយើងចេះអីមួយហើយយើងមិនទាន់អាចបង្រៀនចំណេះយើងទៅអ្នកដទៃឲ្យចេះបានទេនោះចំណេះដែលយើងមានហ្នឹងមិនទាន់ចេះពិតប្រាកដទេពាក្យហ្នឹងគឺយើងអាចយកទៅគិតបានអញ្ចឹងយើងបើយើងចេះមួយជាយាមបរិញ្ញាអ្នកដទៃទៅដើម្បីបង្វឹក skill ខ្លួនឯងបន្ថែមណាតោះយើងមើលនេះទៀតមកអញ្ចឹងខ្សែហ្នឹងវាកាត់ដូចគ្នាវាកាត់មិនអញ្ចឹងវាកាត់មិនអញ្ចឹងហើយបើវាចង់ឡើងទៅវិញតតែពេលវាចុះមកដល់ម្ដុំក្រោមហ្នឹងហើយខ្សែហ្នឹងវាកាត់ឡើងទៅលើវិញទៀតអាហ្នឹងអញ្ចឹងណាអញ្ចឹងអានេះពណ៌វាពណ៌ខៀវពណ៌ខ្សែលេខ10sorry លេខ5ហើយមួយនេះទៀតចឹងដូចគ្នាតំបន់កាត់នេះដាក់ពណ៌ស្វាយអូខេអញ្ចឹងបើសិនជាផ្សារហ្នឹងវាបង្កើតតំបន់កាត់ឲ្យយើងបែបនេះអូខេហើយហ្នឹងអូខេណាmonthly អាចចុះកន្លែងហ្នឹងហើយដោយសារវាដូររបត់ហើយកន្លែងនេះផ្សារងើបឡើងទៅវិញវាកាត់នេះអញ្ចឹងទៅណាកាត់នេះអញ្ចឹងទៅយើងរកឱកាសhold បាយបានហើយឡើងហ្នឹងបាច់ភ័យទេholdលេងទៅបើមានឡើងឆ្ងាយខ្លាំងអញ្ចឹងយើងអាច hold បាន hold ទៅកុំបារម្ភហើយវាកាត់ឡើងទៅលើអញ្ចឹងទៅបានន័យថាកន្លែងហ្នឹងត្រូវកាត់ឡើងទៅលើវិញគួរអាចនេះនៅពេលដែលវាឡើងគឺខ្សែពណ៌លឿងពណ៌មាសហ្នឹងត្រូវតែនៅពីក្រោមលេខ5វិញហើយអញ្ចឹងខ្ញុំឲ្យដាក់ពណ៌អ្នកទេត្រូវដាក់ពណ៌ដោយសារអីអាពេលវាបដូរលំហូរដំបូងមើលអត់ដឹងថាផ្សារ up ឬ down ទេហើយមួយទៀតបើសិនជាលំហូរហ្នឹងគឺជាលំហូរចុះហើយផ្សារចង់ឡើងគឺត្រូវតែប្រើ3បេកូលមិនមែនប្រើ2ទេតែបើលំហូរចុះហើយផ្សារចង់ចុះប្រើតែ2បេកូលអញ្ចឹងយើងអាចរងចាំឱកាស trade បញ្ច្រាស់លំហូរ3បេកូលស្រោបលំហូរ2បេកូលទៅវាលឿនសម្រាប់យើងអញ្ចឹងណាអញ្ចឹងទំនោរ monthly អាចចុះបែបហ្នឹងហើយទៀនដែលចុះទូទៅបើសិនជាទៀននេះតំបន់ MA 510 low របស់ monthly ក្រហមហើយក្រហមទៀតអញ្ចឹងបើទៀននឹងត្រឡប់ក្រហមទាំងអស់អញ្ចឹងយើងរកឱកាស sell នៅក្នុង weekly បើអត់ទេយើងអត់ sell ទេmonthly មិនបាច់ sell ទេព្រោះអាហ្នឹងយើងធ្វើឡើងរៀងរាល់ដើមខែថ្មីនីមួយអញ្ចឹងបើសិនជា monthly ណាមួយបិទ Q បើទីហោះថា monthly ចុះមកក្រហមអញ្ចឹងខែបន្ទាប់បិទ Q របស់នេះពងបន្តមកទៀតវាមានអាទៀន monthly ខែថ្មីមួយទៀតវាមិនអាចបុកពើងឡើងដល់លើវាត្រូវតែមាន reverse
សិនហើយអញ្ចឹងណាអញ្ចឹងវាមានទៀនម្ដុំនេះចានេះចូលដល់បែបនេះមកហើយ monthly បាត់ Q ម្ដុំនេះមួយមកបន្តមកទៀតមាន monthly មួយហ្នឹងវាបើកសារនៅលើនេះហើយបានវាឡើងទៅដល់លើនេះ1 2 3ហើយមកដល់នេះបាត់អត់ចេញក្រៅ MA 5 10ហើយបកគោទី2កើតឡើងរកឱកាស sell មកវាមិនចេះអាហ្នឹងរបៀបយើងធ្វើការ order buy sell support resistance ជាមួយនឹង resistance គឺ MA លេខ10លើលេខ5ក្រោមនេះហៅថា resistance សម្រាប់ sell support តា MA លេខ5ខំលេខ10 support ហ្នឹងអត់មានតម្លៃគឺសម្រាប់ break ហើយណាសម្រាប់ break ហើយអញ្ចឹងយើងក៏ចាំថាឲ្យតែ MA 5 10 high នៅក្រោម mid resistance sell MA 5 10 low លើ mid support buy អញ្ចឹងបើ support buy resistance អត់តម្លៃបើ resistance sell support អត់តម្លៃ support អត់មានតម្លៃពេលដែលផ្សារនៅពីក្រោម mid BB resistance អត់តម្លៃនៅពេលដែលផ្សារនៅពីលើ mid BB time frame ដែលកំពុងថយនៅកន្លែងហ្នឹងអញ្ចឹងណាចុះឥឡូវសួរថាបើដឹងអញ្ចឹងចុះពេលណាដែលមាសឡើងកន្លែងហ្នឹងអញ្ចឹងបើមាសចង់ឡើងអារូបភាពមួយនេះអត់ត្រូវកើតនៅហ្នឹងទេយល់អាហ្នឹង sell ត្រូវឲ្យប៉ុន្តែបើរូបភាពហ្នឹងកើតនៅនេះកើតនៅម្ដុំ MA 5ហ្នឹងមកហើយមានទៀនមួយទៀតបុកឡើងទៅអញ្ចឹងទៅប៉ុន្តែវាបិទចេញក្រៅខ្សែលេខ MA 5 10ហើយនេះអញ្ចឹងកន្លែងហ្នឹងអាចមានទៀន Q សុតហើយអញ្ចឹងបើមានទៀន Q សុតបាយទៅលើវិញហើយណាទៅលើវិញហើយប៉ុន្តែកន្លែងហ្នឹងត្រូវតែប៉ះ MA 50សិនណាបានឡើងមួយបើអត់ទេអញ្ចឹងទំនោរ monthly គឺទំនោរបែបហ្នឹងយើងចាំមើលឱកាសហ្នឹងទៅហើយ monthly បច្ចុប្បន្នយើងរងចាំមើលខែថ្មីបិទមកពងមើលតើ MA low នេះកាត់គ្នាអត់បើសិនជា monthly ខែហ្នឹងបិទក្រោមតម្លៃ4239ហ្នឹងមាសចុះថែមណាមាសចុះម្នាក់ការ estimate របស់ខ្ញុំតែបើអត់ចុះអត់ទៅខ្សែពេលហ្នឹងសិនខ្សែអ្វីដែលយើងរងចាំគឺតំបន់ហ្នឹងហើយតំបន់ MA 50តែការ trading បច្ចុប្បន្នយើងគ្រាន់មើលមក monthly ក្រហមសុទ្ធយើងរកឱកាស sell ក្នុង weekly នេះ weekly ឡើងនេះអញ្ចឹងអ្វីដែលយើងព្រួយបារម្ភសម្រាប់អ្នក hold ជាងមាសអីអញ្ចឹងណានេះដល់ពេលដែល weekly អាចក្លាប់ក្រហមបានផ្សារនឹងត្រប់មកចេះត្រប់មកអញ្ចឹងតម្លៃដែលត្រប់មកគឺត្រប់មករម្ដុំហ្នឹងឯងតម្លៃ$3675ក្នុងអនអាចត្រប់យ៉ាងការរូបភាពត្រប់ហ្នឹងគឺមានពីរទី1ពឹង daily ត្រប់ឬក៏ weekly ត្រប់អញ្ចឹង weekly សប្តាហ៍នេះឬក៏សប្តាហ៍ចុងខែមួយទៀតมันអាចមានទៀន Q ណាមួយបិទខ្ពស់ជាងបន្តដែលខ្ញុំគូសនេះណា price action សំខាន់ឡើយហ្នឹងអត់អាចបិទទៀនខ្ពស់ជាង$4500ក្នុងមួយអនទេចន្លោះហ្នឹងចន្លោះស្រួលហ្នឹងនឹងមាន weekly មួយត្រប់ខ្លាំងត្រប់មកហ្នឹងហ្មងឬក៏ sideways សិនណាឬក៏ sideways សិនអញ្ចឹងហ្នឹងគឺជាទំនោរ weekly ណាទំនោរ weekly សម្រាប់មាសបច្ចុប្បន្នហើយយើងសង្កេតមកទៀតមកនេះweekly resistance ដែលត្រូវឡើងទៅ4456ហើយបើសិនជា weekly អាចបំបែកតម្លៃ4500បាន weekly ឡើងទៅលើវិញសិនហើយឡើងទៅ monthly មិញណាប៉ុន្តែបើ weekly drop ទី1 drop មកប៉ះតម្លៃ4122បើវៃបែកតម្លៃហ្នឹងហើយ goal down ធំគឺ break low នេះ4000អញ្ចឹងបើ break low 4000ធ្លាក់មកលេង key level 3800សិនហើយវា drop ទៅរកអាកន្លែងក្រោមមិញហ្នឹង3500 3006ហ្នឹងឯងអញ្ចឹងនៅពេលឥឡូវយើងឃើញតែ weekly ទៀនក្រហមហើយក្រហមទៀតប៉ុន្តែ weekly មួយនេះទៀនក្រហមហើយអត់ទាន់ដឹងថាទៀនហ្នឹង Q ឬក្រហមទេព្រោះវាពងដៅវាអាចក្លាប់ក្រហមគ្រប់ពេលអញ្ចឹងយើងទៅមើល daily សម្រាប់ daily យើងកលេចមកយើងឃើញថាមានខ្សែ MA ហើយ low កាត់គ្នាដោយសារអីកន្លែងដែលយើងគូសនេះ weekly ក្រហមហើយក្រហមទៀតបើ weekly ក្រហមហើយក្រហមទៀតតំបន់ហ្នឹងគឺមាន re-entry sell ក្នុង daily ឃើញវាប៉ះធ្លាក់អត់នេះ re-entry sell daily MA 510ហើយ low អត់កាត់គ្នាប៉ុន្តែកន្លែងនេះ MA ហើយ low កាត់គ្នាអញ្ចឹងបានន័យថាទំនោរ weekly ចង់បិទ Q ណាទំនោរ weekly ចង់បិទ Q គេអានេះបិទ Q ពឹងលើ daily មានខ្សែ MA low កាត់គ្នាដំបូងមានខ្សែ MA ហើយកាត់គ្នាដំបូងហើយត្រូវតែមានទៀន daily ហ្នឹងបិទឲ្យខ្ពស់ជាង mid BB នេះបិទឲ្យខ្ពស់ជាង mid BB ហ្នឹងមកទំនោរ weekly បិទ Q ហើយកាលណាទំនោរ weekly បិទ Q វារុញឲ្យ daily អាចឡើងមកដល់តំបន់ sell នេះណាបើ daily ឈុំនៅ4500 3ថ្ងៃមានត្រប់ពីនឹងថែមណាវាត្រប់ពីនឹងមកអញ្ចឹងណាវារាប់មកអញ្ចឹងបើអត់ទេវាអត់ត្រប់ទេវាទៅលើទៀតណាអញ្ចឹងតំបន់នេះត្រូវតែ daily Q សុទ្ធទៅឡើងរួចបើអត់ទេឈុំចង់ធ្លាក់ daily នេះអញ្ចឹងណាឈុំទៅ2 3ថ្ងៃមកធ្លាក់ហើយណាអញ្ចឹងdaily តម្រង់បែបហ្នឹងណាហើយក្នុងថ្ងៃនេះយើងក៏ចាំមើលថាតើ daily អាចបិទ body ខ្ពស់ជាង 3300 អត់បើអត់ទេអត់ឡើងទេចុះមកក្រោមហើយមកក្រោមហ្នឹង daily ត្រូវតែបិទឲ្យទៀបជាង4200បើអត់ទេ daily នៅហ្នឹងអត់ទៅណានៅចឹងដល់ចឹង
đời nó 3-4-5 ngày tiết chẳng không chạy tao một chẳng không tao ở nào hối thì vụ ấy tầm lại nó cứ đầm lại trên trên tầm mẹ bị mấy tầm nắng cứ âm a hay lô cắt kia từ bồn pro map dưới miền pì nó bây giờ miền xem a hay lô cắt kia từ bồn dương từ tua ban thá bang từ tua ban pò miền chạy lẹ riệp trong plug đô lồng hồ sai bộ lồng hồ để lý tao chừng ngày chấn nó bây giờ bạn thưa ca đô từ đào tìm sát tí muối chờ lo trend app bỏ âm a phèn đọc hay muối nít cứ bờ miên tiền để lý khiêu sắt rồi riêng tri bảy nó buồn màu dữ lắm ai bờ sân chỉ bạn đô từ đào mà gom dương tao rồi tri sao nó buồn màu bờ sân tiền để lý nó có hòm thọt hết ấy bàn dương chăm ở việc tranh vì đồng bọn nó từ dương đăng từ anh ấy lực biệt tạ si khoa môi chanh dương chỗ tốt khoa môi chanh cây chỗ mất khoa môi chanh dương cây chỗ pi tiết nó khoa môi chanh để sao có ở trong group target phần có đây chân bạn đồng bọn nó nâu order bay phong xe phong thêm bay xe bay còn bay kia còn nó đồng bay lục volume nó không tí xa ở miền cao đồng cơ tốt khỏi mất con nâng drop ấy nè ở đây để chúng từng kết mới nhung khơi tham miên order thông chỗ nào giúp mình nhung khơi nhé tạm bạch chạy cái tệ nhóm hỏi từ miền tiên nam mùi miền body vào phần nắng hơi miền vịt xa độ nè tùm hôm pan cái nè nâng vịt để bạn bật thì mình copy pha đứa có bà hạ vậy việc khoa tập bản lại thì chắc ơi tàu miền tiên để miền pin ba này tha phục vụ sạch bật bình phần ấy hay vịt lơ vào phần ấy vịt hòm vào phần ấy tiên nó ở miền tự đào để tiên nó cứ miền cá cả lộc cả chá pi nè can phán thông ai miền cá hết trình bái ai miền order bỏ big boy nè để cái can phán thông kia nào nó không được ấy nè để cái can phán thông miền big boy miền H1 miền government ấy trong rong chạ thông miền đỏ đô lùi đờ lá chứ vì miền Adipol biết lại năng ấy chứ ở đây để dân sủng co khơi tha bờ sân chỉ tiên để liên ngày đi cả lạp cả hòm bán ai mò chừng ngày nữa ai tha gà tí mũi nè buôn pon mà rồi đọc em tha gà tí pí cứ một vô cái này để click vô nữa buôn pon cho tập pi lá không on chẳng đồng lại ní stir tại đại limit bài bàn á bờ sân chỉ xa bóc pass stir tại đại limit bài bàn tăng sân đọc em lên đọc lên đây nhưng ai chấm mỏ cả năng bán chấm mỏ tại chiều cả là o à lâu ní vi và cả đồng bon break app dương chăm ở việc break đòn ọt bỏ ọt tế tiền khiêu bật lơ mid hoặc cả bảy không buôn máu và làm một độ âm ai cái lấy năng trắng dương mơ tụm nô thôm để lý không ngay ní nấu tay chia đồng bọn xe nó lại thế nè dương cú máu dương riến âm Abraham đọc 2 crown mid triple cell âm Abraham đọc lỗ admin này thế nè triple cell cái này ní âm A hay lô cắt nhé có triple cell này để sao vì làm một bằng mid hay vậy bảy mid chẳng không ngày nắng phải dắt để lý nắng drop tầng chạy nè phải dắt drop tầng chạy hay mũi tiết tiên màn lì tiên vịt lý về tu tấu về để drop máu chạy hơi trong sạp đá tay cho thành đo vô chơi thì tụi mà đo vào nắng máu sao xả đồ vô đấy sao xả đồ nó bây để sao xả đồ đọc về ngày và khoang ngày sau ấy đừng drop tao mà đang tiết lúc xả đồ nâng bắt rồi CSL nè bảy nơi không xả đồ nâng bắt rồi phải dắt phải giấy cho một bộ tiên thành đói lọc mà quên điện đôi tiền đi dùng mình tiền đi dùng mình sân đỏ là một con đi từng luồng bảy đọc về là được trong gói lần đó mà đồng phần ní mà khít số drop mà một phân tiết bật xả đồ về rồi nè cái bật xả đồ chẳng rồi chứ si tầng nè bảy si tầng nè xài bỏ che hold profit rồi gọi che rong cha mà ca chỉ môi nâng market price open market price floated và bạn ấy nè hãy đôi phần mình nè để có mọi là bảy mía chỉ môi nâng nè chỉ môi những cái nè để có bảy buôn bán bị hạ buôn để lý cái lạp có họ mấy cái lạp được khiêu với nhé nè buôn bán bị SLP lên gì chẳng cái lại nắng bỏ con bảy đã SLP lên như một tí hói nè bữa sau này con bảy để nắng này tha mi để lý khiêu ban phèm lấy con bảy phải SL thả đọc lấy cho nhưng mà tí hói nè đã đọc lấy cho hay còn vô TP thường thằng cái đam mê phèm đọc hay lâu cái đọc lấy ai mua xì hùng pearl bàn để chẳng cái lại những cái bài đời xa ấy đời xa buôn màu này nhưng mà buôn món khơi nhỉ nhưng lúc này mình món này buôn màu nó không bị mấy cái lại như chương hao thá no CSM 7 ok nó lại như cái hao thá no CSM cell chẳng xa bộ xây bắt confirm cell dương rồi cả 7 bản xa bộ bắt confirm 7 dương rồi cả cell bản bị là no CSM cứ xa ở tôi lời thì để việc phát mô mình thầm nhiều đấy cái lại ní mô mình thầm 7 cái lại ní admin chồng
យើងគ្រាន់តែចំណាំ sign up ប៉ុណ្ណឹងសិនប៉ុន្តែយើងអត់យកវាទៅ confirm ចូលខ្សែយើងគ្រាន់តែដឹងថាចន្លោះទៀនបើសិនជាមានទៀនមួយបិទខៀវហើយ Pro map ទី2វាអាចទៀនខៀវទៀតឬក្រហមនេះគឺខៀវហើយក្រហមវិញកន្លែងនេះក្រហមហើយខៀវវិញអញ្ចឹងយើងសរុប Pro map 2នឹងបញ្ចូលគ្នាមកបើសិនជាទៀនហ្នឹងខៀវអត់មាន CSM8 ភាគរយច្រើនទៀនបន្ទាប់ត្រប់មកក្រោមបើសិនជាទៀននឹងបុកចុះមកអត់មាន CSM សែលទៀនបន្ទាប់ភាគរយច្រើនខៀវទៅលើអញ្ចឹងការខៀវបាយសែលនេះគឺពឹងលើ time frame ទី2នេះបើសិនជាផ្សារនេះចង់បង្កើតបង្គោលក្រហមវាត្រូវមានបង្គោល1ម៉ោងមួយបិទនៅចន្លោះពីនេះដូរទៀនអញ្ចឹងចុងម៉ោងនៃបង្គោល4ម៉ោងនិងដល់ម៉ោងបង្គោល4ម៉ោងថ្មីមាន1ម៉ោងបិទក្រហមអូខេភាគរយច្រើនត្រប់ពឹងលើអត់មាន CSM បាយនៅពេលដែលបង្គោល4ម៉ោងនេះកើតឡើងមាន1ម៉ោងមួយបិទខៀវពឹងលើ no CSM cell បង្គោលនេះត្រប់ឡើងទៅលើអញ្ចឹងឱកាសនេះបានន័យថា4ម៉ោងអញ្ចឹង1ម៉ោងមានដើម្បីឲ្យលោកកាត់គ្នា1ម៉ោងមានដើម្បីឲ្យលោកកាត់គ្នាយើងរកឱកាស confirm buy sell បាននេះអូខេតើនេះ MA ឲ្យកាត់គ្នារកឱកាស sell មកតើនេះ MA ឲ្យលោកកាត់គ្នារកឱកាស buy មកឃើញអញ្ចឹងវាកាត់ទៅយ៉ាងឆ្ងាយឯងមានវាកាត់ទៅយ៉ាងឆ្ងាយប៉ុន្តែបច្ចេកទេសយើងមានបច្ចេកទេសមួយមើលទៀតមួយនេះដូរទៀនហើយអាកន្លែងនេះដូរទៀនអញ្ចឹងអាកន្លែងនេះគេហៅ extreme sell 4ម៉ោងដូរទៀន extreme buy 4ម៉ោងដូរទៀនអញ្ចឹងយើងទៅមើល15មិនិតមានអីកើតឡើងមាន extreme reverse retest sell មាន extreme buy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  នេះឡើងទៅ re-entry sell ដោយសារ MA high low អត់កាត់គ្នា extreme buy នេះឡើងទៅ way or buy mid ដោយសារ MA high low កាត់គ្នាឃើញអត់អញ្ចឹងអ្នកដែលគាត់ចេះរូបមន្ត BBMA គាត់ចេះមើល trend តែនេះមានឱកាស buy មកគ្រាប់ profit 1 C2 ចុះយល់ទេហើយនៅក្នុង group ឃើញគ្នាយើងដែលគាត់ចេះ rule គាត់ដាក់ order scalper តែនេះមានឱកាស sell មកគ្រាប់ទៀតណា sell មកគ្រាប់ទៀតតែប៉ុណ្ណឹងនេះគេចិត្តដល់ target ប៉ុណ្ណឹងគាត់អាហ្នឹងគឺប៉ុណ្ណឹងឯងសម្រាប់ការឆ្មឱកាស trend up trend down ក្នុងលំហូរទីផ្សារបច្ចុប្បន្នអញ្ចឹងយើងមើលមកនេះគេ extreme buy ឡើងទៅ3 3 mid ដោយសារ3 high low កាត់នេះ extreme buy ឡើងទៅ re-entry sell ដោយសារផ្សារវាអត់មានអ្វីឲ្យលោកកាត់គ្នាអញ្ចឹងយើងដាក់ sell និយាយមកនេះយើងរៀនមើលទៅឲ្យ back test ណាអារូបមន្តនឹងយកទៅ back test កាត់យល់ទៅយល់ហើយណាយល់ទៅយល់ហើយអញ្ចឹងយើងអត់មានអីច្រើនទេសម្រាប់មាសបច្ចុប្បន្នកុំបារម្ភមាសសម្រាប់ខ្ញុំនៅតែ down trend នៅឡើយទេដោយសារអីយើងចាំមើល4ម៉ោងបើសិនជាថ្ងៃហ្នឹង4ម៉ោងធ្វើ CSM sell បានផ្សារនឹងកើត improve បែបនេះម្ដងទៀតហើយនេះអញ្ចឹងយើងគ្រាន់តែ copy swing នេះពងមកនេះរូបភាពហ្នឹង4ម៉ោងហ្នឹងយករូបភាព4ម៉ោងហ្នឹងយកមកដាក់លេខនេះបកមកវាចុះអញ្ចឹងឯងប៉ុន្តែបើសិនជាមាសវាចង់ឡើងលុះត្រាតែ4ម៉ោងធ្វើ CSM បាយលេខនេះអញ្ចឹងតើមានទៀន Q ណាមួយបិទចេញក្រៅ top BB លេខនេះមកទៅមាសឡើងរួចទៅប្រឱកាសបាយបានបើអត់ទេមាសចុះនៅតែចុះអត់តន់ឡើងរួចទេអត់តន់ឡើងរួចទេយើងមានប៉ុណ្ណឹងហើយកុំភ្លេចចុចចូលក្នុង community របស់យើងក្នុងការចែកម្លែកមីបន្ថែមទៀតណាហើយអ្វីដែលខ្ញុំសង្កល់ឃើញបើសិនជាផ្សារចាក់ចេញពីតំបន់ MA5 ក្រោម mid BB កាត់គ្នាដបងផ្សារនឹងជាទូទៅចុះរាងកាយបន្តិចណាប្រយ័ត្នប្រយែងនេះអាចប៉ុណ្ណឹងឯងណាអាចមកដុំធ្លាក់បានប៉ុណ្ណឹងឯងឲ្យដល់វាកាត់គ្នាដបងជាមួយនេះឥឡូវយើងវាស់ swing នេះមើលនេះតំបន់ហ្នឹងគេមក swing អញ្ចឹងនេះក៏មក swing ដូចគ្នាអញ្ចឹងទៅណាយើងអត់មានអីច្រើនទេខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះប្រើ MA50 ជាមួយ top low bulling ក៏បានវាប្រៀបដូចជា trade វិស័យសម្រាប់យើងដើរនៅក្នុងទីវាលណាមួយក្នុងព្រៃណាមួយដើម្បីសង្កត់ទីខាងជើងអញ្ចឹងbowling ក៏បានបើសិនជាអាចទេនៅពេលដែលអ្នកនរអស់គ្នាចេះ confirm buy ហើយមើល bowling ក៏បានថាឲ្យ sell អញ្ចឹងកុំតាន់សិនចាំមើលចុះតាម bowling ក៏បានអត់បើវាតែផ្សារនៅតែចុះតាម follow អាហ្នឹងទេយើងព្យាយាម back test ខ្លួនឯងជាមួយទីផ្សារមកនៅក្នុងវិស័យ trade នេះអត់ពាក់ព័ន្ធជាមួយ trader និង trader ទេខ្ញុំបញ្ជាក់ប្រហែលដងហើយពាក់ព័ន្ធជាមួយយើងនិងទីផ្សារហើយទីផ្សារក៏អត់ពាក់ព័ន្ធជាមួយយើងដែរទីផ្សារពាក់ព័ន្ធជាមួយ technical បច្ចេកទេសរបស់យើងក្នុងការសង្កេតល្បឿនសង្កេតយើងលឿនប្រព័ន្ធបានអ្នកសិក្សាល្បឿនសង្កេតគឺសំខាន់ខ្ញុំធ្លាប់រៀនអ្នកវិទ្យាសាស្ត្រគេបាននិយាយថាយើងមិនអាចសិក្សាល្បឿនបន្ទុះក្របបែកដោយគ្នាទៅទេបានទេដោយសារវាលឿនពេកល្បឿនពន្លឺដាល់ក្នុងភ្នែកយើងមិនអាចចាប់ព្រឹត្តិការណ៍ផ្ទុះក្របបែកបានទេតើយើងប្រើកាមេរ៉ា digital ហើយយើងដាក់បន្ថយគុណវាទៅវាដើរ slow យើងអាចមើលកម្រិតនៃការផ្ទុះវាចេញមកវាមិនអីអញ្ចឹងទៅប៉ុន្តែល្បឿនផាន់មនុស្សយើងអាចសង្កេតអីគេអាចអង្គុយសង្កេតអីបានណាអាចអង្គុយសង្កេតភាពរីកមាឌរបស់ប្រេងជាមួយទឹកភាពរីកមាឌរបស់អាកុលជាមួយទឹកអាចសង្កេតអាល្បឿន slow អាចសង្កេតឧទាហរណ៍ថាអាចអង្គុយសង្កេតបាយពុះ
anh coi cái bài pua đam bài ai hộp đang bán á dương ai đam bài bán nó hộp nó đời sao dương anh coi sừng kết là bươn của pua này bài này để sai về để dựng đam đâu cầm đau về cả là người dân nó về atom nó cái nông tịch nó bị bốc này gì nhảy chân đó về coi ấy dân á đang chân ai lấy tí ho anh chị nhưng mà tí họ lấy này và tí họ là nè tầng ở cái níดำทุเรนประมาณชั้นบานปลายดำไฟประมาณชั้นบานปลายนั่นคือเจริญเบื้องสังเกตปัญญาโดยซาวีกลุ่มเลียดอยู่จังเบอร์เซนยิ่งเต้ากาไปเวลาลื่นสมัยซอยพอลอดไอจะดำตำแหน่งนางบ้านนี่ยังไอดำถึงสไลคิวยังไอดำถึงสไลบล็อกยังไอดำถึงไอเดชับออยพอลมาติดบานพอลเลยจังที่เขายังดำตึมดำจีวิชาบานพอลยังเลยซายังเต้ากาไปเวลาจังนั้นจังการเตะต่างอ้อนกรงตีซ่าเอาไว้เดี๋ยวข้อช่วงคือทำแรมคือเปลี่ยนยังไงบางอย่างไอ้กำนัดล้วนไอ้จะมวยเปลี่ยนบ้านอันนั้นโอเคไอ้ในครั้งนี้คือแบบพรเฉินหรือเปลี่ยนจังหวะทำแรมนั่นสำคัญนะทำแรมนั่นสำคัญนะโจข้อเปลี่ยนคือปัญหาเขาในในสายยมไปเจ้าไปเจ้าที่ในครั้งตีสานั่งยมสังเกตมือเนี่ยแต่โปรมาแต่ปีได้คิวให้คิวเตียนให้ไปต่อมาเตียนคิวให้ก็หอมเป็นตีนจังเบอร์สันยังรอให้พอท่าตาตีนคิวให้คิวติดการเอามองน่ะการเอาไปเดี๋ยวไปบัดตีนจังเบอร์สันอยู่คิวให้คิวติดบอกมาชนะแค่มวยแค่ปีเบอร์สันอยู่มันลีสัปดาห์ที่มวยสัปดาห์ที่ปีในแค่จักแค่ทำไมบอเดลี่เป็นเริ่มละบอกบุญมองเรียงรอบุญมองดูตีนมามองเรียงรอมองดูตีนอะไรนี่ก็จังได้ครับจังยมคลายบอร้อนแต่เนี่ยต่างออกเนี้ยตัวโจซาใบมุนมวยดิการ์ดเวทจ็อก CSL ตัวโจซาเซลมุนทำแพรนิการ์ดทำแพรมวยนี้บอกเราติดตัว CSL เคยvềจังอันนี้เรียนการจุลเลยศึกษาตัวโปรบานักเรียนสอบตัวviệc buồnนะโดยซาคิวให้คิวติดคิวให้กับหอมbình hay mà cu tiết cứ có hòm hái có hòm tiết nâng có hòm háiคิวbìnhนี่คือโปรแกรมเนี่ยจังไอ้นะจังไอ้จังอันนี้ยังกูม้อจีลำบอนใบเด้อสปอร์ตใบเด้ออันนี้คือจงอะไรยังกูอันนี้คือ resistance cell มั้งอันนี้คือ resistance cell มั้งอันนี้คือ support ใบเด้อเฮ้ยจังใบเมียนมากู cell เมียนมากูอยู่อะไรนั่นนะchụp video coi còn